បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះគណៈកម្មការកិច្ចការព្រំដែនបានបញ្ជាក់ថាបកគោលេខ43នៅក្នុងភូមិព្រៃច័ន្ទហ្នឹងគឺត្រូវបានរកឃើញនៅក្នុងវាលស្រែរបស់ថៃក៏ប្រហែលជាកន្លះម៉ែត្រនៅក្នុងស្រែបាទអញ្ចឹងទៅក៏ការរកឃើញនេះគឺបញ្ជាក់ថាបកគោហ្នឹងគឺមិននៅឆ្ងាយឬក៏មិនបានខិតចូលមកក្នុងប្រទេសខ្មែរទេអញ្ចឹងទៅគឺវានៅគៀកទៅនឹងក្នុងភូមិមួយពីខាងថៃណាអញ្ចឹងមិនចូលមកក្នុងទឹកដីខ្មែរប្រហែលជា3គីឡូដូចបងប្អូនយើងបានព្រួយបារម្ភទេអាហ្នឹងតាមការបញ្ជាក់របស់គណៈកម្មការកិច្ចការព្រំដែនបាទគឺខ្ញុំមិនដឹងទេព្រោះខ្ញុំថាតាមតែគណៈកម្មការទេយើងក៏មិនបានដឹងជាក់ស្ដែងដែរហើយដោយសារតែបញ្ហានឹងហើយបានជាក្រុមការងារពីទាំងខាងថៃទាំងខ្មែរនេះគឺធ្វើការជាមួយគ្នារកបង្គោលនឹងបាទបើយើងគិតថាយើងដឹងហើយថាគេយកចូលក្នុងស្រុកខ្មែរអាហ្នឹងយើងចាំបាច់ទៅអីទៀតបើយើងដឹងហើយការពិតយើងអត់ដឹងហើយបានជាខាងខ្មែរខាងថៃនេះគឺថាព្យាយាមរយយ៉ាងម៉េចឲ្យឃើញទីតាំងណាមួយដែលឯកភាពគ្នាជាទីតាំងចាស់ហ្នឹងគឺដើម្បីបោះបង្គោលថ្មីបាទហើយស្រីលោកបងប្អូនថៃខ្ញុំទៅគ្រប់គ្រងឃើញថាថៃគឺយកបង្គោលមកចូលក្នុងដីខ្មែរ2-3គីឡូហើយនៅគ្រប់គ្រងទៀតខ្ញុំមិនដឹងទេអញ្ចឹងខាងគណៈកម្មការលោកបានបញ្ជាក់អំពីការរកឃើញនេះគឺថាមិននៅក្នុងទឹកដីខ្មែរ3គីឡូដោយការព្រួយបារម្ភទេបាទអញ្ចឹងយើងក៏ជឿទៅតាមឯកសារពីព្រោះថាយើងធ្វើអ្វីៗគឺតាមឯកសារបាទអញ្ចឹងខ្ញុំមិនដូចថាមិនបកស្រាយឬក៏ធ្វើការវិនិច្ឆ័យផ្សេងៗទេបងប្អូនអាចស្ដាប់ការលើកឡើងរបស់អាដាមដែលគាត់ជាគណៈកម្មការកិច្ចការព្រំដែនហើយគាត់បកស្រាយបន្ថែមចំណុចនេះបាទការកំណត់បកគោលេខ43ត្រូវបានចោទថាខិតចូលចម្ងាយ2ឬក៏3គីឡូម៉ែត្រខ្ញុំបាទសូមគោរពអញ្ជើញអាដាមឡាយស៊ីលីថាអាចអាដាមអាចពន្យល់ថាអីបានជាបកគោលេខ43នៅទីនេះបាទខ្ញុំសូមបញ្ជាក់ដល់ជនទូទៅទាំងអស់បានជ្រាបថាការចុះរុបរកនិងកំណត់ទីតាំងបង្គោលលេខ43នេះគឺផ្អែកទៅលើឯកសារដែលបន្សល់ទុករបស់បារាំងដែលបានបន្សល់ទុកក្នុងឆ្នាំ1919គឺនេះគឺជាឯកសារចុងក្រោយនៅពេលគណៈកម្មការកំណត់ព្រំដែនឆ្នាំ1919បារាំងសៀមហ្នឹងសាងសង់បង្គោលលេខ43ជាបេតុងជាលទ្ធផលចុងក្រោយហើយការរុបរកបង្គោលនេះគឺយើងផ្អែកទៅលើបាទនេះគឺជាឯកសារឆ្នាំ1919ហើយដូចខ្ញុំជម្រាបខាងដើមអញ្ចឹងបង្គោលនេះវានៅចន្លោះភូមិយានដង្គមរបស់កម្ពុជានិងភូមិពោកឈូងរបស់ថៃអញ្ចឹងបង្គោលហ្នឹងពេលកំណត់បានសពថ្ងៃនេះគឺនៅដូចទៅតាមប្លង់ដែលគឺនៅអូរលំរស័យហើយអូរលំរស័យនេះគឺជាអូខ្សែព្រំដែនដែលចេញពីបែកចេញពីស្ទឹងកូនគ្រាបាទហើយអញ្ចឹងការស្រាវជ្រាវឯកសាររបស់យើងមុននឹងចុះយើងស្រាវជ្រាវយ៉ាងច្បាស់លាស់បាទដល់តែយើងយល់ច្បាស់ហើយបានយើងទៅរុករកនិងអនុវត្តនៅលើដីជាក់ស្ដែងបាទហើយអញ្ចឹងសប្តាហ៍ថ្ងៃដូចបានបង្ហាញក្នុងប្លង់នេះគឺជាផ្លូវភូមិយានដង្គមខាងកម្ពុជានេះគឺជាភូមិពោកឈូងខាងថៃដែលសប្តាហ៍ថ្ងៃនេះភូមិទាំងពីរហ្នឹងនៅជាផុសតាងបាទហើយបង្គោលដែលយើងរកឃើញនៅចន្លោះភូមិទាំងពីរហ្នឹងហើយមានកម្រិតបង្គោលនេះមានកម្រិតប្រមាណពី800ម៉ែត្រទៅ1000ម៉ែត្រពីភូមិពោកឈូងហ្នឹងទេហើយចំពោះភូមិខាងកម្ពុជាបាទមានកម្រិតប្រមាណជា3គីឡូម៉ែត្រអញ្ចឹងនេះសបញ្ជាក់ថាវានៅក្នុងតំបន់ដែលយើងបានគិតទុកបានសិក្សាច្បាស់លាស់ខុសពីមានទស្សនៈមួយចំនួនដែលថាបង្គោលនេះគឺចូលមកក្នុងដីកម្ពុជាប្រមាណពី2គីឡូទៅ3គីឡូម៉ែត្របាទហើយអូរលំស័យដែលជាអូខ្សែព្រំដែនទៀតសោតគឺយើងបានសិក្សាយើងដើរតាមអូហ្នឹងយើងវាស់អីទៅតាមអូដូចអ្វីដែលកំណត់ហេតុបានបន្សល់ទុកបាទហើយពេលយើងវាស់មកដល់ចំណុចបកគោលនេះគឺអូសពថ្ងៃគឺវាមានរាងចិនដែលផ្លូវនេះមានបាទផ្លូវមានហើយពេលវាស់មកឯកភាពគ្នាយើងក៏ជីករំដៅដើម្បីដោយសារបកគោលនេះវាបាត់បង់យើងជីកហើយយើងបំរុងធ្វើជាដូចជើងតាងយើងចាក់គ្រឹះបេតុងសម្គាល់សម្រាប់ពេលខាងមុខយើងសាងសង់បកគោលនេះឡើងវិញប៉ុន្តែជាភ័ព្វសំណាងមួយដែរពេលយើងជីកទៅយើងបានប៉ះឃើញបង្គោលលេខ43គឺនៅទ្រង់ទ្រាយ
ទាំងវែងតែម្ដងដោយគេកប់ចោលជីកនៅក្នុងវាស្ថិតនៅក្នុងដីស្រែរបស់ប្រជាជនថៃដែលកំពុងធ្វើសពថ្ងៃតបប្រមាណជាកន្លះម៉ែត្រតែដោយសារយើងជីកអញ្ចឹងការសិក្សាស្រាវជ្រាវការអនុវត្តទៅតាមឯកសារហើយនិងបច្ចេកទេសរបស់យើងគឺមានភាពជាក់លាក់ខ្ពស់យើងអាចរកឃើញរបស់ដែលបាត់ទៅប្រជាជននៅក្នុងតំបន់នោះមិនបានដឹង បាទនេះសូមបញ្ជាក់ថានេះគឺជាទីតាំងត្រឹមត្រូវពិតប្រាកដបាទដូចអ្វីដែលបានបន្សល់ទុកកាលពីឆ្នាំ1914សូម បាទសូមអរគុណអាដាមឡៃស៊ីនីចំពោះការពន្យល់ពាក់ព័ន្ធទៅនឹងប្រពន្ធលេខ43ប៉ុន្តែខ្ញុំបាទក៏ចង់សួរសំណួរនេះដដែលដែរទៅកាន់អាដាមបូរ៉ាវិញម្ដងពាក់ព័ន្ធនឹងប្រពន្ធលេខ43នឹងអាដាមអាចបីបន្ថែមបន្ថែមជំនួសបាទ ការពិតអាដាមបាយសំលីលោកបានបរិយាយរៀបរាប់ពាក់ព័ន្ធជាមួយនឹងខុសតាងរបៀបក៏ដូចជាលក្ខណៈបច្ចេកទេសដែលយើងបានប្រើប្រាស់នៅក្នុងកំណត់នេះរួចហើយអ្វីដែលខ្ញុំក៏ជំទាស់ចង់ជូនបងប្អូនដែរថាដោយសារតែយើងយោងទៅលើឯកសារចំនួនបារាំង1908និង1909ហើយនិង1919និង1920ដែលយើងហៅថា process verbal development គឺជាកំណត់ហេតុរបស់ប្រព័ន្ធទាំងដែរបាទអញ្ចឹងដោយសារយោងទៅលើការបរិយាយនៅក្នុងខ្លឹមសារនៃកំណត់ហេតុហ្នឹងខ្ញុំសូមបញ្ជាក់ជូនដែរអាដាមឡាសលីលោកក៏ទាន់បានបញ្ជាក់ថាពេលនោះឯងគឺយើងចាប់ផ្ដើមដើរតាមអូរលំរិស័យហ្នឹងហើយតាមរូបរាងតាមប្រវែងតាមមុំដែលយើងគិតគូរមករួចហើយហ្នឹងក៏យើងបានអត់ឃើញបកគោលហ្នឹងទេនៅក្នុង slide ខ្សែថៃដែលគាត់កំពុងគឺយើងអត់ឃើញបកគោលហ្នឹងទេប៉ុន្តែពេលដែលគាត់ចុះទៅលើដីគាត់ចាប់ផ្ដើមដៅទីហ្នឹងតាមមុំតាមប្រវែងតាមអីហ្នឹងគឺយើងបានបានកំណត់រួចហើយក៏បានចាប់ផ្ដើមឲ្យបងប្អូននេះជីកវាជាធម្មតាកាលណាយើងរកឃើញបកគោលហើយយើងឯកភាពទីតាំងគឺយើងនឹងដាំបកគោលបណ្ដោះអាសន្នមួយដែរប៉ុន្តែជាបកគោលព្រំដែនបណ្ដោះអាសន្ន4ជ្រុង3ទឹក4ជ្រុងអីចឹងទៅតែពេលដែលយើងជីកចាប់ផ្ដើមដាំវាចៃដល់នេះបុកថ្មបាទហើយថ្មហ្នឹងពេលដែលយើងចេះតែជីករើតាមពិតគឺជាបកគោលព្រំដែនចាស់អញ្ចឹងគឺវាកាន់តែបង្ហាញឲ្យយើងដឹងកាន់តែច្បាស់ថាការពិតគឺនៅតែការពិតមិនមែនស្ថិតនៅខុសទីតាំងទេអញ្ចឹងអ្វីដែលយើងចោះស្រាវជ្រាវរកឃើញអ្វីដែលយើងបានប្រទះឃើញជាក់ស្ដែងគឺពិតជាទីតាំងបកគោល43ពិតមែនអរគុណបាទ គឺថាក្រុមការងារគឺគាត់បានខិតខំប្រឹងប្រែងវាស់វែងរបស់បកគោបាទបងប្អូននៅស្រាប់ហើយថាពីគីថៃគឺមិនងាយស្រួលធ្វើការទេបាទអញ្ចឹងការដែលយើងសម្រេចបានពីបកគោមួយទៅបកគោមួយនេះគឺជាការប្រឹងប្រែងជាការកោតសរសើរខ្ញុំសូមអរគុណគាត់មែនតើយើងត្រូវអរគុណគាត់ហើយបាទគាត់ខំប្រឹងធ្វើការមិនដូចយើងគ្រាន់តែបានអង្គុយមើលអញ្ចឹងយើងនិយាយថាពេលខ្លះយើងភ័យខ្លាចបាត់បង់យើងភ័យខ្លាចគេចូលមកលួចដីយើងហើយយើងក៏រិះគន់អញ្ចឹងណាប៉ុន្តែការងារជាក់ស្ដែងគឺវាមិនដែលស្រួលទេបាទ